ស្វាគមន៍បងប្អូនទាំងអស់គ្នាការចូលមកកាន់ Channel SM Story បន្ទាប់ពីលេងលះរួច Angelica បានផ្លាស់ទៅរស់នៅទីក្រុង Moscow ដោយមានបំណងចាប់ផ្ដើមជីវិតថ្មីនិងផ្ដោតលើអាជីពការងាររបស់នាងរឿងនេះបានកើតឡើងនៅដើមឆ្នាំ2025នៅពេលដែលនាងមានអាយុ33ឆ្នាំបន្ទាប់ពីនោះមិនយូរប៉ុន្មាន Angelica បានជួបជាមួយនឹងអ្នកជំនួញធំខាងសំណង់ម្នាក់ដែលមានឈ្មោះថា Dmitry Kuzmin កាលពីដំបូងទំនាក់ទំនងរបស់ពួកគេមានភាពស្ងប់ស្ងាត់និងសប្បាយរីករាយប៉ុន្តែប៉ុន្មានខែក្រោយមកអ្វីៗក៏ចាប់ផ្ដើមបែកបាក់ Angelica បានស្គាល់ចរិតម្ខាងទៀតរបស់ Dmitry ដែលធ្វើឲ្យនាងភ័យខ្លាចយ៉ាងខ្លាំងហើយដោយសារតែហេតុនោះនាងបានសម្រេចចិត្តបញ្ចប់ទំនាក់ទំនងនេះលោក Dmitry បានបដិសេធមិនព្រមទទួលយកការបែកបាក់ហើយបានតាមព្យាបាទអតីតសង្សាររបស់ខ្លួនរហូតធ្វើឲ្យរូបរាងរបស់នាងប្រែប្រួលមើលលែងស្គាល់ Angelica បានរស់រានមានជីវិតពីក្រោយការវាយប្រហារយ៉ាងសាហាវឃោរឃៅដែលនាងបានជួបប្រទះហើយជាចុងក្រោយលោក Dmitry បានបង់ថ្លៃយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអ្វីដែលរូបគេបានធ្វើមុននឹងបន្តទស្សនាវីដេអូរឿងក្តីមួយនេះសូមបងប្អូនជួយចុច like ចុច subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបានការជួយដំណឹងនៅពេលដែលadminបានបង្ហោះវីដេអូថ្មីតោះចាប់ផ្ដើម Angelica បានកើតនៅថ្ងៃទី30ខែតុលាឆ្នាំ1992នៅក្នុងភូមិតូចមួយដែលមានឈ្មោះថា Mostovsko ដែលស្ថិតនៅក្នុងតំបន់ Krasnodar ប្រទេសរុស្ស៊ីនាងបានបាត់បង់ឪពុកម្ដាយតាំងពីអាយុនៅក្មេងខ្លាំងដែលបង្ខំឲ្យនាងរៀនរស់នៅដោយឯករាជ្យតាំងពីព្រលឹមស្រាងនៃជីវិតនៅពេលនាងមានអាយុ15ឆ្នាំ Angelica បានរៀបការហើយប្រហែល1ឆ្នាំក្រោយមកនាងបានសម្រាលកូនដំបូងនិងជាកូនតែមួយគត់របស់នាងនៅក្នុងអំឡុងពេលនោះ Angelica បានចាប់ផ្ដើមទទួលការងារបង្ហាញម៉ូដតូចតាចនិងធ្វើជា blogger ដោយគ្រប់គ្រងគណនីបណ្ដាញសង្គមរបស់នាងដែលជាកន្លែងនាងចែករំលែកសកម្មភាពប្រចាំថ្ងៃខ្លះៗទំនាក់ទំនងរបស់ Angelica ជាមួយស្វាមីដែលឈ្មោះមិនត្រូវបានទម្លាយបានអូសបន្លាយប្រហែល18ឆ្នាំយោងតាមរបាយការណ៍នៅចុងឆ្នាំ2024ប្តីប្រពន្ធមួយគូនេះបានលែងលះគ្នាកូនប្រុសរបស់ពួកគេដែលមានអាយុ15ឆ្នាំនៅពេលនោះបានទៅរស់នៅជាមួយឪពុកបន្ទាប់ពីលែងលះ Angelica បានសម្រេចចិត្តផ្ដោតលើអាជីពជាតារាម៉ូដទោះជាយ៉ាងណាក៏ដោយតំបន់ដែលនាងរស់នៅមិនមានឱកាសល្អៗសម្រាប់អ្នកដែលព្យាយាមរកស៊ីក្នុងវិស័យនេះនោះទេឱកាសពិតប្រាកដគឺស្ថិតនៅក្នុងទីក្រុងធំៗហើយ Angelica បានដឹងពីការការពារនេះដោយគិតបែបនេះនាងបានសម្រេចចិត្តផ្លាស់ទៅទីក្រុង Moscow ដែលជារដ្ឋធានីនៃប្រទេសរុស្ស៊ីនាងសង្ឃឹមថានឹងកសាងអនាគតដ៏ភ្លឺស្វាងក្នុងទីផ្សារម៉ូដនិងការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងទីក្រុងដ៏មមាញឹកនោះ Angelica ចង់កសាងអត្តសញ្ញាណសារជាថ្មីផ្ដោតលើអាជីពនិងប្រហែលជាផ្ដល់ឱកាសមួយទៀតដល់ស្នេហាគឺនៅក្នុងអំឡុងពេលនៃការចាប់ផ្ដើមថ្មីនេះហើយដែលផ្លូវជីវិតរបស់ Angelica និងលោក Dmitry បានប្រសពគ្នាលោក Dmitry ដែលមានអាយុ40ឆ្នាំនៅពេលនោះមិនមែនជាបរិយាធម្មតានោះទេរូបគេគឺជាសហគ្រិនម្នាក់ដែលជោគជ័យយ៉ាងខ្លាំងជាមហាសេដ្ឋីដែលគេគោរពក្នុងរង្វង់ហិរញ្ញវត្ថុដែលបានកសាងទ្រព្យសម្បត្តិយ៉ាងមហាសាលក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធជាពិសេសក្នុងការសាងសង់ផ្លូវនិងផ្លូវល្បឿនលឿននៅទូទាំងប្រទេសរុស្ស៊ីនៅក្នុងប្រទេសដែលការគ្រប់គ្រងលើគម្រោងសាងសង់ធំៗរបស់រដ្ឋនិងឯកជនបង្កើតប្រាក់ចំណេញរាប់ពាន់លានរូបលលោក Dmitry ត្រូវបានគេមើលឃើញថាជាបរិយាដែលមានទ្រព្យសម្បត្តិអំណាចនិងឥទ្ធិពលរូបគេមានសិទ្ធិចូលទៅកាន់ទីតាំងលំដាប់ខ្ពស់បំផុតដើរក្នុងរង្វង់សង្គមអភិជននិងបង្អួតរចនាបថជីវិតដែលរួមបញ្ចូលគ្នានៅកិត្តិយសខាងសេដ្ឋកិច្ចនិងអំណាចនៅពេលរូបគេបានជួបនឹង Angelica ផ្កាភ្លើងស្នេហាក៏បានឆាបឆេះឡើងភ្លាមសម្រាប់របស់តារាម៉ូដនិងសោភ័ណភាពតាក់ទាញរបស់មហាសេដ្ឋីរូបនេះបានបង្កើតជារូបភាពបោកប្រាស់នៃស្នេហាយ៉ាងល្អឥតខ្ចោះដូចចេញពីទស្សនាវដ្តីតារាល្បីៗយោងតាមការរៀបរាប់របស់ Angelica ក៏ពងអង្គុយនៅតុមួយជាមួយនឹងមិត្តភ័ក្តិមួយចំនួននៅក្នុងពិធីជប់លៀងសង្គមជាន់ខ្ពស់គឺនៅពេលនោះហើយដែលលោក Dmitry បានដើរចូលទៅជិតពួកគេហើយនិយាយថាពួកគេស្អាតពេកមិនអាចប្រើស្រាសាំប៉ាញថោកបែបនេះនោះទេ
បន្ទាប់មកលោក Dimitri បានកំងស្រាសាំប៉ាញថ្លៃបំផុតនៅក្នុងហាងហើយប្រាប់ Angelica និងមិត្តភក្តិរបស់នាងថាពួកគេអាចកំងអ្វីៗក៏បានតាមចិត្តដោយសាររូបគេជាអ្នកចេញថ្លៃទាំងអស់លោក Dimitri បានដើរចេញទៅមួយសន្ទុះប៉ុន្តែក្រោយមកបានត្រឡប់មកវិញអង្គុយជាមួយពួកគេនិងចំណាយពេលយ៉ាងយូរនិយាយលេងក្នុងយប់នោះដដែលលោក Dimitri និង Angelica បានស៊ីជម្រៅជាមួយគ្នាហើយនាងបានចំណាយពេលមួយយប់នៅខុនដូរបស់គេចាប់ពីពេលនោះមកពួកគេបានចាប់ផ្ដើមទំនាក់ទំនងស្នេហាហើយតារាម៉ូដរូបនេះក៏បានផ្លាស់ទៅរស់នៅជាមួយនឹងលោក Dimitri Angelica មានចិត្តរំភើបយ៉ាងខ្លាំងជាមួយនឹងអ្វីៗគ្រប់យ៉ាងនាងថែមទាំងបានបង្ហោះ story លើ Instagram ជាមួយនឹងសារថាទីបំផុតជីវិតពិតបានមកដល់គាត់ថ្នាក់ថ្នមខ្ញុំដូចជាព្រះនាងដំបូងឡើយដូចជាធម្មតានៃស្នេហាទើបតែចាប់ផ្ដើមអ្វីៗគ្រប់យ៉ាងមើលទៅល្អោកល្អឿនណាស់មានទាំងការញ៉ាំអាហារពេលល្ងាចនៅកន្លែងថ្លៃៗការដើរលេងកម្សាន្តកាដូប្រណិតនិងភាពស៊ីវិល័យទាំងអស់ដែលទឹកប្រាក់របស់លោក Dimitri អាចបំរាស់បានប៉ុន្តែនៅពេលដែលពេលវេលាកន្លងផុតទៅធាតុពិតក៏បានចាប់ផ្ដើមលាតត្រដាងទំនាក់ទំនងនេះអូសបន្លាយបានប្រហែល6ខែហើយជាច្រើនសប្តាហ៍កន្លងផុតទៅចរិតពិតដ៏ខ្មៅងងឹតរបស់អ្នកជំនួញរូបនេះក៏កាន់តែស្ដែងឡើងអ្វីដែល Angelica ធ្លាប់យល់ច្រឡំថាជាការយកចិត្តទុកដាក់និងការការពារនោះមិនយូរប៉ុន្មានក៏បានប្រែទៅជាការគៀបសង្កត់ជិះជាន់និងចង់ត្រួតត្រាលើរូបនាងទាំងស្រុងលោក Dimitri បានតាមដានរាល់សកម្មភាពរបស់នាងទាំងអស់គេបង្ខំឲ្យនាងរាយការណ៍ថាកំពុងនិយាយជាមួយនរណាតាមគ្រប់គ្រងកាលវិភាគប្រចាំថ្ងៃនៅបង្ហាញការប្រច័ណ្ឌខុសប្រក្រតីគេមិនអាចទទួលយកបានឡើយរាល់ការសម្រេចចិត្តដោយខ្លួនឯងណាមួយរបស់មិត្តស្រីភាពតានតឹងរវាងអ្នកទាំងពីរបានកើនឡើងជាលំដាប់ដោយសារតែការឈ្លោះប្រកែកគ្នាជាញឹកញាប់ដែលបង្កឡើងដោយចរិតតឹងតែងនិងជិះជាន់របស់មហាសេដ្ឋីរូបនេះចំណុចផ្ទុះឡើងនៅក្នុងការរស់នៅជាមួយគ្នាដ៏ថប់ដង្ហើមនេះបានកើតឡើងនៅពាក់កណ្ដាលខែវិច្ឆិកាឆ្នាំ2025ពីថ្ងៃមុនពេលមានការវាយប្រហារ Angelica និងលោក Dimitri បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងក្លាការឈ្លោះគ្នានេះបានធ្វើឲ្យ Angelica ភ្ញាក់រលឹកនិងភ្លឺភ្នែកដោយធ្វើឲ្យនាងយល់ច្បាស់ថាទំនាក់ទំនងមួយនេះគ្មានផ្លូវស្ដារឡើងវិញបានឡើយព្រោះលោក Dimitri នឹងមិនមានថ្ងៃផ្លាស់ប្ដូរចរិតពិតរបស់គេនៅឡើយដោយទ្រាំលែងបាននឹងការជិះជាន់ត្រួតត្រាហើយបារម្ភថាការជេរប្រមាថមើលងាយដោយពាក្យសម្ដីនឹងអាចឈានទៅដល់ជាអំពើហិង្សាដ៏អាក្រក់ជាងនេះតារាម៉ូដរូបនេះក៏បានធ្វើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់នាងបានរៀបចំវ៉ាលីរើចេញពីផ្ទះរបស់គេហើយសម្រេចចិត្តផ្ដាច់ទំនាក់ទំនងជាមួយគេជារៀងរហូតនាងបានត្រឡប់ទៅជ្រកកោននៅក្នុងអាផាតមិនផ្ទាល់ខ្លួននៅទីក្រុងមូស្គូដោយជឿជាក់ថានៅក្រោមដំបូលផ្ទះផ្ទាល់ខ្លួននាងនឹងមានសុវត្ថិភាពផុតពីកំហឹងប៉ុន្តែនាងបានគិតខុសទាំងស្រុងនៅថ្ងៃទី23ខែវិច្ឆិកាឆ្នាំ2025 Angelica កំពុងស្ថិតនៅក្នុងអាផាតមិនរបស់នាងទីកន្លែងដែលគួរតែជាចម្រោះប្រកបដោយសន្តិភាពនិងសុវត្ថិភាពបែរជាប្រែទៅជាឆាកនៃសបិនអាក្រក់ដ៏រន្ធត់ដែលមិនអាចរៀបរាប់បានយោងតាមរបាយការណ៍របស់ប៉ូលីសនិងការស៊ើបអង្កេតបានឲ្យដឹងថាតារាម៉ូដរូបនេះត្រូវបានគេលួចស្ទាក់វាយប្រហារនៅក្នុងផ្ទះរបស់នាងផ្ទាល់ដោយសារមិនអាចទទួលយកការបែកបាក់មិនអាចទ្រាំទ្រនឹងការបាត់បង់អំណាចគ្រប់គ្រងនិងមិនព្រមឲ្យគេបោះបង់ចោលលោក Dimitri បានទម្លុះទ្វារចូលទៅក្នុងអាផាតមិនក្នុងបំណងតែមួយគត់គឺបញ្ចេញកំហឹងនិងគំនុំរបស់គេអ្វីដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់គឺជាអំពើហិង្សាក្នុងគ្រួសារដ៏ព្រៃផ្សៃបំផុតបរិះរូបនេះបានបើកការវាយប្រហារយ៉ាងសាហាវឃោឃៅដាល់និងធាក់ទៅលើក្បាលនិងផ្ទៃមុខរបស់ Angelica ដោយឥតប្រណីដៃកម្លាំងនៃការវាយប្រហារមានភាពឃោឃៅខ្លាំងរហូតដល់សារព័ត៌មានក្នុងស្រុកនិងអាជ្ញាធរបានបញ្ជាក់ថាលោក Dimitri បានវាយបំបែកលលាក្បាលអតីតសង្សាររបស់គេទាំងស្រុងបន្ទាប់ពីប្រព្រឹត្តអំពើឃោឃៅនេះរួចលោក Dimitri បានលី Angelica ដែលកំពុងរងរបួសធ្ងន់ធ្ងរចាក់ចេញពីអគារហើយយកទៅបោះចោលនៅទីធ្លាក្បែរធុងសំរាមស្មើនឹងចម្ងាយប្រហែល200ម៉ែត្រពីអគាររបស់នាងបន្ទាប់មកគេបានត្រឡប់ឡើងទៅអាផាតមិនវិញដើម្បីលួចយកទូរស័ព្ទរបស់នាងរួចក៏គេចខ្លួនបាត់ដោយទុកឲ្យតារាម៉ូដរូបនេះដេកស្ដុកស្ដឹងក្នុងស្ថានភាពប្រកាសអាសន្ន
លុះដល់ម៉ោងប្រហែល 10:30 នាទីយប់ទើបមានអ្នកដើរឆ្លងកាត់បានប្រទះឃើញអេនស៊ីលីកានៅក្នុងទីធ្លានោះចាប់ពីពេលនោះមកភាពស្ងប់ស្ងាត់ដ៏គួរឲ្យព្រឺក្បាលក៏បានក្រដដប់លើរឿងក្តីនេះអេនស៊ីលីកាបានបាត់ខ្លួនដោយគ្មានតម្រុយគណៈនៃបណ្ដាញសង្គមរបស់នាងលែងមានចលនាសារដែលផ្ញើទៅមិនត្រូវបានឆ្លើយតបហើយការហៅទូរស័ព្ទចូលតែសារសំឡេងសម្រាប់គ្រួសាររបស់នាងដែលរស់នៅឆ្ងាយហើយតែងតែតាក់ទងគ្នាតាមទូរស័ព្ទជាប្រចាំការបាត់ខ្លួនភ្លាមនេះបានធ្វើឲ្យពួកគេផិតភ័យនិងបារម្ភយ៉ាងខ្លាំងថ្ងៃកន្លងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃភាពស្ងាត់ជ្រងំក៏បានប្រែទៅជាការអស់សង្ឃឹមដ៏ឈឺចាប់គ្មាននរណាម្នាក់ដឹងថានាងនៅឯណាទេនៅជាមួយនរណាឬមានរឿងអ្វីកើតឡើងលើរូបនាងនោះឡើយក្រុមគ្រួសាររបស់អេនស៊ីលីកាបានធ្វើដំណើរទៅដល់អាផាតមិនរបស់នាងហើយបានឃើញរបស់របរប្រើប្រាស់ត្រូវបានរញ៉េរញ៉ៃពេញផ្ទះប៉ុន្តែរករូបនាងមិនឃើញនោះទេភាពបារម្ភរបស់គ្រួសារនាងបានកើតឡើងជារៀងរាល់ម៉ោងហើយអ្នកខ្លះក៏បានចាប់ផ្ដើមគិតដល់រឿងដែលអាក្រក់បំផុតទៅហើយអេនស៊ីលីកាបានបាត់ខ្លួនអស់រយៈពេល2សប្តាហ៍ពេញក្នុងអំឡុងពេល2សប្តាហ៍នេះគ្រួសាររបស់នាងបានរស់នៅក្នុងភាពស្រពេចស្រពិលនិងព្រួយបារម្ភជាទម្ងន់ដោយមិនដឹងថាតារាម៉ូដវ័យក្មេងរូបនេះនៅរស់ឬស្លាប់នៅឡើយប៉ុន្តែការពិតនៅពីក្រោយការបាត់ខ្លួននេះគឺថាក្នុងអំឡុងពេលនោះអេនស៊ីលីកាត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យមួយក្នុងទីក្រុងមូស្គូហើយកំពុងតស៊ូប្រជែងជាមួយនឹងសេចក្តីស្លាប់យ៉ាងស្ងៀមស្ងាត់នៅលើគ្រែសង្គ្រោះបន្ទាន់នៅពេលគេជួយសង្គ្រោះនិងដឹកនាងមកដល់មន្ទីរពេទ្យភ្លាមបន្ទាប់ពីការវាយប្រហារនាងគ្មានកាន់ឯកសារអត្តសញ្ញាណណាមួយជាប់នឹងខ្លួននៅឡើយលើពីនេះស្ថានភាពរាងកាយរបស់នាងមានភាពធ្ងន់ធ្ងរខ្លាំងផ្ទៃមុខត្រូវខូចទ្រង់ទ្រាយហើយមានរបួសក្បាលធ្ងន់ធ្ងររហូតដល់គ្រូពេទ្យនិងអាជ្ញាធរគ្មានតម្រុយទាល់តែសោះថាស្ត្រីរងគ្រោះរូបនេះជានរណានាងបានក្លាយជាត្រឹមតែអ្នកជំងឺអនាមិកម្នាក់ទៀតគ្មានឈ្មោះគ្មានអតីតកាលនៅកំពុងជាប់គាំងរវាងជីវិតនិងសេចក្តីស្លាប់ប៉ុន្តែមួយរយៈក្រោយមកបែរជាមានសារឆ្លើយតបចេញពីគណនីរបស់នាងទៅកាន់មិត្តភ័ក្តិនិងគ្រួសារដែលបានផ្ញើសារសួរសុខទុក្ខដោយក្តីបារម្ភទោះជាយ៉ាងណាវាច្បាស់ណាស់ថាសារទាំងនោះមិនមែនជាការឆ្លើយតបរបស់អេនស៊ីលីកានោះឡើយព្រោះស្ថានភាពធ្ងន់ធ្ងររបស់នាងនៅក្នុងបន្ទប់ ICU មិនអាចឲ្យនាងធ្វើបែបនេះបានទេមនុស្សនៅពីក្រោយសារទាំងនោះគឺខ្លួនលោកឌីមេត្រីផ្ទាល់បន្ទាប់ពីធ្វើបាបអតីតសង្សាររួចរូបគេបានលួចយកទូរស័ព្ទរបស់នាងទៅហើយប៉ុន្មានថ្ងៃក្រោយមកក៏បានចាប់ផ្ដើមឆ្លើយតបសាររបស់មនុស្សជាទីស្រឡាញ់របស់នាងលោកឌីមេត្រីមិនព្រមទទួលការហៅចូលទាល់តែសោះប៉ុន្តែគេបានវាយសារបន្លំធ្វើជាអេនស៊ីលីកាដោយភូតភរថានាងសោកសប្បាយជាទេគ្រាន់តែមមាញឹកខ្លាំងនឹងការងារទន្ទឹមនឹងនេះការជិះចាប់របស់អេនស៊ីលីកានៅក្នុងមន្ទីរពេទ្យបានកើតឡើងជាទ្វេដងក្រៅពីការឈឺចាប់ខាងរាងកាយដែលបង្កឡើងដោយការបាក់ឆ្អឹងនិងរបួសខាងក្នុងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើផ្នែកក្បាលបានបណ្ដាលឲ្យនាងកើតវិបត្តិប្រព័ន្ធប្រសាទឬជំងឺភ្លេចភ្លាំងរឿងអតីតកាលយ៉ាងធ្ងន់ធ្ងរការវាយប្រហារដ៏ព្រៃផ្សៃនេះបានលុបបំបាត់ការចងចាំមួយផ្នែកធំរបស់នាងបានភ្ជាប់ដឹងខ្លួនឡើងនៅក្នុងបន្ទប់ចម្លែកមួយដែលចោមរោមដោយឧបករណ៍វិទ្យាសាស្ត្រជាមួយនឹងការឈឺចាប់ផ្សាប៉ុន្តែនាងមិនអាចចងចាំឡើយថានាងជានរណាមកពីណាធ្វើការអ្វីឬសូម្បីតែឈ្មោះរបស់ខ្លួនឯងដើម្បីការពារខ្លួនពីការតក់ស្លុតដ៏សាហាវនោះខួរក្បាលរបស់នាងបានបិទគប់រាល់ការចងចាំទាំងអស់អំពីអំពើហិង្សានោះនៅអត្តសញ្ញាណផ្ទាល់ខ្លួនរបស់នាងទាំងស្រុងបន្ទាប់ពីទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ការតាមដានយ៉ាងដិតដល់និងការឆ្លើយតបបន្តិចម្ដងនៃប្រព័ន្ធប្រសាទអស់រយៈពេលជាច្រើនថ្ងៃទីបំផុតតារាម៉ូដរូបនេះបានប្រមូលកម្លាំងទាំងអស់ដែលមានស្រែកប្រកបអក្សរឈ្មោះរបស់នាងចេញមកទាំងសម្លេងខ្សោយស្ទើរតែជាការខ្សឹបនៅពេលដែលអ្នកជំងឺអនាមិករូបនេះអាចខ្សឹបប្រកបឈ្មោះអេនស៊ីលីកាបានជាចុងក្រោយក្រុមគ្រូពេទ្យក៏ចាប់ផ្ដើមភ្ជាប់តម្រុយបានហើយបានជួយដំណឹងភ្លាមទៅកាន់អាជ្ញាធរនិងក្រុមគ្រួសាររបស់នាងដែលបានរងចាំទាំងក្តីអស់សង្ឃឹមដោយគ្មានតម្រុយសោះអស់រយៈពេល14ថ្ងៃពេញនៅពេលគ្រួសាររបស់នាងបានចូលទៅក្នុងមន្ទីរពេទ្យពួកគេស្ទើរតែមិនអាចចំណាំនារីវ័យក្មេងដែលធ្លាប់តែស្រស់ស្រាយនិងរស់រវើករូបនេះបានឡើយភាពធ្ងន់ធ្ងរនៃរបួសរបស់អេនស៊ីលីកាគឺគួរឲ្យរន្ធត់ចិត្តជាខ្លាំងការប៉ះទង្គិចក្បាលយ៉ាងធ្ងន់ធ្ងរបានបន្សល់ទុកនៅស្នាមខូចទ្រង់ទ្រាយយ៉ាងច្បាស់ពីខាងក្រៅ
ហើយគួរក្បាលផ្នែកខាងក្នុងក៏រងការខូចខាតយ៉ាងជ្រៅនិងធ្ងន់ធ្ងរផងដែរដើម្បីសង្គ្រោះជីវិតតារាម៉ូដរូបនេះនិងការបន្ថយសម្ពាធឈាមដ៏គ្រោះថ្នាក់នៅក្នុងក្បាលក្រុមគ្រូពេទ្យវះកាត់ត្រូវបង្ខំចិត្តធ្វើការវះកាត់សង្គ្រោះបន្ទាន់ដ៏ស្មុគស្មាញមួយដោយជំរះកាត់យកផ្នែកដ៏ធំមួយនៃឆ្អឹងលលាក្បាលរបស់នាងចេញដែលធ្វើឲ្យទម្រង់ក្បាលរបស់នាងត្រូវប្រែប្រួលជាអចិន្ត្រៃយ៍និងងាយរងគ្រោះបំផុតផលវិបាកនៃយប់ដ៏រន្ធត់នោះមិនត្រឹមតែបំផ្លាញសម្រស់ឬទម្រង់ឆ្អឹងក្បាលរបស់នាងប៉ុណ្ណោះទេខួរក្បាលរបស់ Angelica បានរងការខូចខាតជាអចិន្ត្រៃយ៍ដែលផ្លាស់ប្ដូរជីវិតរបស់នាងជារៀងរហូតការប៉ះទង្គិចប្រព័ន្ធប្រសាទយ៉ាងធ្ងន់ធ្ងរបានបន្សល់ទុកនូវការចុះខ្សោយផ្នែកបញ្ញាស្មារតីយ៉ាងយូរអង្វែងតារាម៉ូដរូបនេះបានបាត់បង់សមត្ថភាពក្នុងការប្រាស្រ័យទាក់ទងដោយមនុស្សធម្មតាដោយសារតែខួរក្បាលផ្នែកគ្រប់គ្រងភាសារបស់នាងរងការខូចខាតខ្លាំងនាងមិនអាចនិយាយរួចទាល់តែសោះអស់រយៈពេលជាច្រើនខែដោយធ្វើការប្រាស្រ័យទាក់ទងបានត្រឹមតែតាមរយៈការសម្លឹងមើលនិងកាយវិការតិចតួចប៉ុណ្ណោះឯប្រព័ន្ធវិទ្យាចលនារាងកាយវិញក៏ត្រូវចុះខ្សោយយ៉ាងធ្ងន់ធ្ងរផងដែរសូម្បីតែកិច្ចការងាយៗដូចជាការកាន់កែវទឹកឬការដើរពី3ជំហានក៏ប្រែជាបញ្ហាប្រឈមដ៏ធំធេងដែលត្រូវការជំនួយជាចាំបាច់ហើយការចងចាំរបស់នាងវិញបានคล้ายជាបំណែកតូចៗដូចជាល្បែងផ្គុំរូបដែលបាត់បង់បំណែកខ្វាក់ខ្វិនស្ត្រីដែលធ្លាប់តែស្រមៃចង់ផ្លាស់មកទីក្រុងមូស្គូដើម្បីចាប់ផ្ដើមជីវិតថ្មីឥឡូវនេះត្រូវពឹងផ្អែកទាំងស្រុងលើការថែទាំពីគ្រូពេទ្យធ្វើការហាត់ប្រាណព្យាបាលដោយចលនាជារៀងរាល់ថ្ងៃនិងការមើលថែយ៉ាងដិតដល់ពីគ្រួសារដើម្បីរៀនរស់ឡើងវិញនៅសកម្មភាពជាមូលដ្ឋានបំផុតនៃជីវិតរបស់នាងនៅក្នុងគណៈពេលដែល Angelica កំពុងចាប់ផ្ដើមដំណើរដ៏ឈឺចាប់នៅសែនយឺតយ៉ាវក្នុងការស្ដារកម្លាំងកំហែងឡើងវិញដែលត្រូវចំណាយពេលច្រើនឆ្នាំនោះរឿងក្តីមួយនេះបានចាប់ផ្ដើមឈានចូលដល់ប្រព័ន្ធតុលាការនៃប្រទេសរុស្ស៊ីហើយគឺនៅគណៈពេលនេះហើយដែលការខឹងសម្បាររបស់សាធារណជននិងភាពមិនសមហេតុផលខាងផ្លូវច្បាប់បានចាប់ផ្ដើមមានរបត់ដ៏មិនគួរឲ្យជឿនៅដើមដំបូងនៃដំណើរការផ្លូវច្បាប់វាហាក់ដូចជាទ្រព្យសម្បត្តិមហាសាលនិងបណ្ដាញទំនាក់ទំនងរបស់លោក Dimitri នៅបម្រើជាខែលនៃការរួចទោសដោយដែលតែងតែកើតឡើងចំពោះបរិសុទ្ធមានអំណាចនៅក្នុងប្រទេសនេះមហាសេដ្ឋីសាងសង់ផ្លូវរូបនេះបានគៀកមេធាវីរបស់គេប្រើប្រាស់ធនធានរបស់គេនិងបង្ហាញពីការខ្វះខាតការស្ដាយក្រោយឬការព្រួយបារម្ភទាំងស្រុងចំពោះវាសនារបស់អតីតសង្សាររបស់គេទំនុកចិត្តរបស់លោក Dimitri លើសេរីភាពផ្ទាល់ខ្លួនរបស់គេមានកម្រិតដាច់ខាតរហូតដល់ប្រព័ន្ធតុលាការនៅក្នុងការសម្រេចចិត្តមួយដែលបង្កឲ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសាធារណជនបានផ្ដល់ការអនុញ្ញាតជាផ្លូវការឲ្យអ្នកវាយប្រហាររូបនេះចូលជួបជនរងគ្រោះនៅក្នុងមន្ទីរពេទ្យបរិសុទ្ធដែលបានបបែកលលាក្បាលរបស់ Angelica ត្រូវបានផ្ដល់សិទ្ធិតាមផ្លូវច្បាប់ក្នុងការដើរចូលទៅជិតគ្រែដែលនាងកំពុងតស៊ូដើម្បីរស់រានមានជីវិតស្ថានភាពមិនសមហេតុផលនេះបានគូបញ្ជាក់ពីភាពទន់ខ្សោយដំបូងនិងភាពមិនខ្វល់ខ្វាយរបស់អាជ្ញាធរនៅពេលប្រឈមមុខនឹងករណីច្បាស់លាស់នៃអំពើហិង្សាក្នុងគ្រួសារកម្រិតធ្ងន់ធ្ងរទោះជាយ៉ាងណាក៏ដោយចំនួនសាធារណៈនិងភាពធ្ងន់ធ្ងរដែលមិនអាចបដិសេធបាននៃអង្គហេតុបានចាប់ផ្ដើមមានទម្ងន់ធ្ងន់ជាងលុយរបស់អ្នកជំនួញរូបនេះទោះបីជាមានការព្យាយាមលាក់បាំងក៏ដោយរឿងរ៉ាវរបស់ Angelica មិនអាចត្រូវបានគេធ្វើឲ្យស្ងាត់ស្ងៀមបានឡើយប្រហែល4ខែបន្ទាប់ពីបទល្មើសតារាម៉ូដរុស្ស៊ីរូបនេះបានបង្ហាញខ្លួននៅលើទូរទស្សន៍ជាតិដើម្បីបិទបាំងស្នាមរបួសនៅផ្នែកដែលបាត់នៃលលាក្បាលរបស់នាង Angelica បានចាប់ផ្ដើមពាក់សក់តភ្ជាប់ដើម្បីបន្លំភ្នែកទោះបីជាជួបការលំបាកយ៉ាងខ្លាំងក្នុងការនិយាយការបញ្ចេញមតិនិងការសម្របសម្រួលចលនារបស់នាងក៏ដោយនាងបានឈរនៅមុខកាមេរ៉ាដើម្បីបង្ហាញប្រទេសនិងពិភពលោកនៅស្នាមរបួសខាងរាងកាយនិងរបួសដ៏បំផ្លិចបំផ្លាញដែលបន្សល់ទុកដោយការវាយប្រហារយ៉ាងសាហាវឃោរឃៅការឃើញតារាម៉ូដវ័យក្មេងរូបនោះដែលធ្លាប់ជារូបភាពនៃសុខភាពនិងសម្រស់ជាមួយនឹងក្បាលដែលខូចទ្រង់ទ្រាយដោយសារការបាត់បង់ផ្នែកខ្លះនៃលលាក្បាលនៅកំពុងតស៊ូប្រឆាំងនឹងកម្រិតបញ្ញាស្មារតីរបស់នាងបានបង្កើតជារលកនៃការតក់ស្លុតពេញមតិសាធារណជនរឿងរ៉ាវនេះទទួលបានការយកចិត្តទុកដាក់ជាអន្តរជាតិដែលធ្វើឲ្យសម្ពាធលើតុលាការរុស្ស៊ីមិនអាចទប់ទល់បានចំពោះមុខផុសតាងវិជ្ជសាស្ត្រដែលមិនអាចប្រកែកបាននៅការខឹងសម្បាររបស់សាធារណជនព្រះរាជអាជ្ញាបានផ្លាស់ប្តូរយុទ្ធសាស្ត្រផ្លូវច្បាប់របស់ពួកគេយ៉ាងខ្លាំងការចោទប្រកាន់លើលោក Dimitri
ត្រូវបានដំឡើងជាបទប៉ុនប៉ងមនុស្សជាតិដែលជាបទល្មើសអក្រិតធ្ងន់ធ្ងរដែលប្រព័ន្ធយុត្តិធម៌មិនអាចប្រព្រឹត្តដោយការយោគយល់ឬទោសស្រាលៗទៀតឡើយសាវនាការរបស់លោក Dimitri ត្រូវបានកំណត់នៅខែឧសភាមហាសេដ្ឋីរូបនេះដែលការពីមុនបង្ហាញភាពអួតអាងនិងជឿថារូបគេនឹងដើរចេញដោយគ្មានទោសបានចូលទៅក្នុងសាវនាការទីក្រុងមូស្គូដោយដឹងថាស្ថានភាពបានហួសពីការគ្រប់គ្រងរបស់គេហើយរូបគេមិនមែនជាអ្នកជំនួញដែលគេប៉ះពាល់មិនបាននៅខាងលើច្បាប់ទៀតទេឥឡូវនេះរូបគេគឺជាជនជាប់ចោទដែលត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងបញ្ចប់ជីវិតស្ត្រីម្នាក់យ៉ាងសាហាវឃោរឃៅបរិយាកាសនៅក្នុងសាលសាវនាការមានភាពតានតឹងចៅក្រមព្រះរាជអាជ្ញាមេធាវីការពារក្តីនិងក្រុមអ្នកសារព័ត៌មានបានតាមដានរាល់ដំណើរការនៃសាវនាការយ៉ាងយកចិត្តទុកដាក់ក្រុមមេធាវីការពារក្តីរបស់លោក Dimitri បានព្រៀបប្រដេញនិងប្រើប្រាស់គ្រប់យុទ្ធសាស្ត្រដើម្បីពន្យាពេលប្រកាសសាលក្រមឬសម្រាលទោសដោយព្យាយាមអះអាងថាកូនស្រីរបស់ពួកគេកំពុងមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរដោយសារការចោទប្រកាន់និងសម្ពាធពីប្រព័ន្ធផ្សព្វផ្សាយទោះជាយ៉ាងណាតុលាការបានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់បំផុតផតតាងដាក់បន្ទុកគឺមានទម្ងន់ធ្ងន់លើសលប់ទាំងរបាយការណ៍វិទ្យាសាស្ត្រដែលរៀបរាប់ពីការខូចខាតលលាក្បាលដ៏រន្ធត់របស់ Angelica ទាំងសាក្សីដែលបានធ្វើសក្ខីកម្មអំពីចរិតត្រួតត្រាជាជាន់របស់អ្នកជំនួញរូបនេះនិងលំដាប់ហេតុការណ៍នៃយប់ដ៏សោកសៅនាថ្ងៃទី23ខែវិច្ឆិកាគឺគ្មានចន្លោះប្រហោងឲ្យសង្ស័យបានឡើយលោក Dimitri ពិតជាមានទោសពិតប្រាកដមែននៅពេលដែលចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានឡើងនិយាយដើម្បីអានសារក្រមចុងក្រោយលោកបានប្រកាសពីការផ្ដន្ទាទោសលោក Dimitri ពីបទប៉ុនប៉ងមនុស្សជាតិដោយផ្ដន្ទាទោសរូបគេឲ្យជាប់ពន្ធនាគាររហូតដល់ទៅ8ឆ្នាំនៅក្នុងមណ្ឌលកែប្រែសន្តិសុខតឹងរឹងទោះជាយ៉ាងណាក៏ដោយចំណុចរបត់ដ៏សំខាន់ដែលបានផ្លាស់ប្ដូរកន្លងនៃរឿងរ៉ាវនេះមិនមែនត្រឹមតែជាទោសជាប់ពន្ធនាគារនោះទេនៅក្នុងប្រទេសរុស្ស៊ីបច្ចុប្បន្នដោយសារតែចំនួនយោធាដែលកំពុងបន្តតាំងពីខែកុម្ភៈឆ្នាំ2022ច្បាប់ជាក់លាក់និងមើលម៉ាត់បំផុតត្រូវបានអនុវត្តចំពោះពលរដ្ឋដែលផ្ដន្ទាទោសប្រព័ន្ធច្បាប់ផ្ដល់ឲ្យបុគ្គលទាំងនេះនៅជំរឿដ៏ជូរចត់គឺជាជំរឿរវាងជីវិតនិងសេចក្តីស្លាប់នៅពេលឮសារក្រមរបស់គេមហាសេដ្ឋីសំណង់រូបនេះត្រូវបានប្រឈមមុខដោយផ្ទាល់ជាមួយនឹងការប្រកាសផ្លូវច្បាប់នេះរូបគេត្រូវបានប្រឈមមុខនឹងជំរឿច្បាស់លាស់ពីររូបគេអាចទទួលយកសារក្រមហើយចំណាយពេល8ឆ្នាំបន្ទាប់នៃជីវិតរបស់គេដោយត្រូវឃុំឃាំងនៅក្នុងមណ្ឌលកែប្រែរុស្ស៊ីបាត់បង់អាជីវកម្មស្ថានភាពនិងសេរីភាពរបស់គេឬរូបគេអាចទាញយកប្រយោជន៍ពីច្បាប់បច្ចុប្បន្នហើយចុះកិច្ចសន្យាដើម្បីបញ្ជូនទៅខ្សែត្រៀមជួរមុខភ្លាមៗដើម្បីប្រយុទ្ធក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែនសម្រាប់បរិបទម្នាក់ដែលធ្លាប់ស្គាល់តែភាពស៊ីវិល័យឯកសិទ្ធិនិងការគ្រប់គ្រងទាំងស្រុងលើអ្វីៗគ្រប់យ៉ាងនិងមនុស្សគ្រប់គ្នានៅជុំវិញគេទម្ងន់នៃជំរឿសនោះគឺធ្ងន់ធ្ងរខ្លាំងណាស់ម្ខាងគឺការឃុំឃាំងដ៏អាក្រក់នៅក្នុងពន្ធនាគារហើយម្ខាងទៀតគឺភាពភ័យរន្ធត់នៃលានដ្ឋានសមរភូមិការខូចខាតផ្លូវចិត្តនិងអារម្មណ៍បានបំផ្លាញភាពស៊ូទ្រាំខាងរាងកាយរបស់លោក Dimitri ក្នុងរយៈពេលប៉ុន្មានវិនាទីនៅខណៈពេលពិតប្រាកដដែលចៅក្រមបានបញ្ចប់ការប្រកាសលក្ខខណ្ឌនៃសាលក្រមនិងជំរឿសរបស់គេរាងកាយរបស់មហាសេដ្ឋីរូបនេះបានប្រតិកម្មយ៉ាងខ្លាំងចំពោះសម្ពាធខ្លាំងក្លាលោក Dimitri បានដួលសន្លប់នៅចំពោះមុខអ្នកគ្រប់គ្នានៅក្នុងសាលសាវនាការរូបគេបានរងគ្រោះថ្នាក់ដោយសារការកាំងបេះដូងដែលបង្កឡើងដោយការតក់ស្លុតនិងវិបត្តិផ្លូវចិត្តនៃការផ្ដន្ទាទោសការកាំងបេះដូងយ៉ាងធ្ងន់ធ្ងរបានវាយប្រហារលើអ្នកជំនួញអាយុ41ឆ្នាំរូបនេះនៅទីនោះភ្លាមនៅក្នុងសាលសាវនាការមុនពេលរូបគេអាចជ្រើសរើសរវាងបន្ទប់ពន្ធនាគារឬតំបន់សង្គ្រាមនិងមុនពេលគ្រូពេទ្យសង្គ្រោះបន្ទាន់អាចអនុវត្តវិធានការសង្គ្រោះណាមួយដែលមានប្រសិទ្ធភាពលោក Dimitri បានដួលស្លាប់នៅលើឥដ្ឋនៃសាលតុលាការស្លាប់ភ្លាមរបស់អ្នកវាយប្រហារនៅក្នុងតុលាការបាននាំមកនៅទីបញ្ចប់យ៉ាងរន្ធត់និងមនស្សស្មានដល់ចំពោះរឿងក្តីផ្លូវច្បាប់ដែលធ្លាប់តែហាក់ដូចជាឈានទៅរកការរួចទោសព័ត៌មានដែលថាមហាសេដ្ឋីរុស្ស៊ីម្នាក់បានស្លាប់ដោយសារការកាំងបេះដូងនៅពេលដែលរូបគេត្រូវជ្រើសរើសរវាងពន្ធនាគារនិងសង្គ្រាមបានក្លាយជាចំណងជើងព័ត៌មានអន្តរជាតិយ៉ាងឆាប់រហ័សសម្រាប់ Angelica ការស្លាប់របស់លោក Dimitri មិនបានបញ្ចប់ការឈឺចាប់របស់នាងឡើយហើយក៏មិនបានលុបបំបាត់ស្នាមរបួសខាងរាងកាយ
និងអារម្មណ៍ដ៏ជ្រាលជ្រៅដែលបន្សល់ទុកលើរាងកាយនិងចិត្តគំនិតរបស់នាងនោះដែរយុត្តិធម៌របស់មនុស្សប្រហែលជាបានជួបការសន្និដ្ឋានយ៉ាងរន្ធត់នៅក្នុងបេះដូងដែលឈប់លូតរបស់លោកឌីមេត្រីប៉ុន្តែការពិតប្រចាំថ្ងៃរបស់តារាម៉ូដរុស្ស៊ីរូបនេះនៅតែជាការតស៊ូជាប្រចាំដើម្បីរស់រានមានជីវិតនិងកិត្តិយសថ្ងៃនេះក្នុងអាយុ33ឆ្នាំអេនស៊ីលីកាប្រឈមមុខនឹងដំណើរដ៏វែងឆ្ងាយឈឺចាប់និងមិនច្បាស់លាស់ការស្ដារសម្បទាផ្នែកប្រព័ន្ធប្រសាទនិងចលនារបស់នាងមានដំណើរការយឺតយ៉ាវខ្លាំងណាស់យោងតាមរបាយការណ៍ពីប្រភពព័ត៌មានឯកទេសនិងការធ្វើបច្ចុប្បន្នភាពវិទ្យាសាស្ត្រក្នុងស្រុកស្ថានភាពរបស់នាងនៅតែទាមទារឲ្យមានការថែទាំវិទ្យាសាស្ត្រឯកទេសជាបន្តបន្ទាប់ការនិយាយការចងចាំនិងការសម្របសម្រួលចលនារបស់នាងនៅតែចុះខ្សោយយ៉ាងធ្ងន់ធ្ងរពីការវាយប្រហារដែលបានបំបែកលលាក្បាលរបស់នាងកាលពីប៉ុន្មានខែមុននាងនៅតែប្រឈមមុខនឹងនីតិវិធីវះកាត់ដ៏ស្មុគស្មាញដើម្បីកសាងរចនាសម្ព័ន្ធក្បាលរបស់នាងឡើងវិញនិងការបន្ថយការខូចខាតផ្នែកមុខងារនិងសម្រស់ដែលបន្សល់ទុកដោយអំពើហិង្សារបស់លោកឌីមេត្រីអេនស៊ីលីកាបានរស់រានមានជីវិតពីការប៉ុនប៉ងមនុស្សជាតិប៉ុន្តែមនុស្សដែលនាងធ្លាប់ជាមុនយប់ថ្ងៃទី23ខែវិច្ឆិកានោះត្រូវបានផ្លាស់ប្ដូរដោយមិនអាចកែប្រែបានឡើយរាល់ជំហានដែលនាងដើរដោយការលំបាកក្នុងអំឡុងពេលព្យាបាលដោយចលនានិងរាល់ការចងចាំដែលនាងទាញយកមកវិញពីភាពភ្លេចភ្លាំងតំណាងឲ្យជ័យជំនះដ៏ធំធេងប្រឆាំងនឹងជោគវាសនាដ៏ឃោរឃៅដែលអតីតសង្សាររបស់នាងបានព្យាយាមបង្ខំលើរូបនាងបន្ទាប់ពីទស្សនាវីដេអូនេះចប់តើបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះរឿងក្តីមួយនេះសូមខមមិននៅខាងក្រោមវីដេអូដើម្បីឲ្យ admin បានដឹងពីចម្លើយរបស់បងប្អូនទាំងអស់គ្នាយើងនឹងជួបគ្នានៅវីដេអូបន្តទៀត